រឿងដំបូងដែលខ្ញុំធ្វើបន្ទាប់ពីការជាថ្មីគឺយកលុយ1លានដែលនៅសេសសល់ទៅដូរជាមួយតាចាស់សុំទានម្នាក់ដើម្បីដូរយកអណ្ដើកអាយុកាលរាប់ពាន់ឆ្នាំមួយក្បាលតែជាតិមុនគ្រោះមហន្តរាយកម្ដៅខ្លាំងបានមកដល់អណ្ដើករបស់ខ្ញុំបានចាប់ផ្ដើមផ្លាស់ប្ដូររូបរាងវាមិនត្រឹមតែផ្ដល់ប្រភពទឹកស្អាតដល់ក្រុមគ្រួសារទាំងមូលនោះទេថែមទាំងអាចជួយសម្រួលសីតុណ្ហភាពជុំវិញបានទៀតផងខ្ញុំអាចឆ្លងផុតគ្រោះមហន្តរាយនេះដោយរលូនទៅហើយតែនឹកស្មានមិនដល់ថាប្រពន្ធខ្ញុំបែរជាលួចធ្វើកិច្ចសន្យាជាមួយអណ្ដើកនោះនៅពីក្រោយខ្នងខ្ញុំបន្ទាប់មកក៏បណ្ដេញខ្ញុំចេញពីផ្ទះបណ្ដោយឲ្យខ្ញុំត្រូវស្លាប់ក្រោមពន្លឺថ្ងៃដ៏ក្តៅហួតហែងកាលជាថ្មីម្ដងទៀតនៅក្នុងជាតិនេះខ្ញុំបានលាក់អណ្ដើកសំណាងនេះទុកយ៉ាងចាំមើលពួកគេត្រូវកម្ដៅថ្ងៃរហូតដល់ស្លាប់ម្ដងពេលនេះខ្ញុំបានលាក់អណ្ដើកនៅក្នុងហោប៉ៅខោរួចដាក់ចូលផ្ទះដៃទេចុះសម្បុកត្រចៀកកម្មដែលខ្ញុំប្រើឲ្យឯងទៅទិញនោះនៅណាថ្ងៃនេះបើម៉ែឯងមិនបានហូបស៊ុបសម្បុកត្រចៀកកម្មទេឯងមិនបាច់ស៊ីបាយទេខ្ញុំក៏លូកហោប៉ៅដកដុំក្រដាសកំទេចមួយដុំចេញមកយ៉ាងណាក៏នាងមិនស្គាល់របស់ដែរដោយការគិតមែនប្រពន្ធខ្ញុំមើលដុំក្រដាសនោះទាំងមិនពេញចិត្តនេះជាសម្បុកត្រចៀកកម្មមែនទេប្រាប់មកត្រង់មើលតើឯងកំពុងបោកប្រាស់ខ្ញុំមែនទេសម្បុកត្រចៀកកម្មមានរូបរាងបែបនឹងតាំងពីកាលណានេះពិតជាសម្បុកត្រចៀកកម្មមែនណាហើយក៏ជារបស់ថែរក្សាទុកយ៉ាងល្អរបស់ថៅកែទៀតផងខ្ញុំគិតថាចង់ទិញរបស់ល្អឲ្យអូនឯងហូបទម្រាំតែអង្វរគាត់ឲ្យបញ្ចុះតម្លៃលក់ឲ្យខ្ញុំបានឬបែបនេះប្រពន្ធខ្ញុំក៏កន្លះជឿកន្លះមិនជឿចុងក្រោយក៏ក្រហមដកដង្ហើមធំចាត់ទុកថាឯងដឹងខ្យល់ជាផ្លូវទៅធ្វើបាយទៅបន្ទាប់ពីរួចខ្លួនពីប្រពន្ធចិត្តអាក្រក់ខ្ញុំក៏ដកប្រអប់ជ័រពណ៌ខ្មៅមួយចេញមកយ៉ាងប្រុងប្រយ័ត្នដែលប្រើសម្រាប់ដាក់អណ្ដើកជាទីស្រឡាញ់របស់ខ្ញុំអណ្ដើកតូចនេះជាតារាសំណាងរបស់ខ្ញុំហើយជាតិមុនគឺពឹងផ្អែកលើវាទៅប្រពន្ធចិត្តខ្មៅនិងឪពុកម្ដាយក្មេងកំអៀងរបស់ខ្ញុំអាចរួចឆ្លងផុតគ្រោះមហន្តរាយថ្ងៃក្រោយមកគ្មានអ្វីខុសពីការគិតនោះទេអណ្ដើករបស់ខ្ញុំចាប់ផ្ដើមខ្ជាក់កាក់មាសមកហើយមើលទៅកាក់មាសដ៏ភ្លឺចិញ្ចាចទាំងនេះលើកនេះខ្ញុំមិនរៀបឡើយក៏ខលទៅភ្នាក់ងារអចលនទ្រព្យភ្លាមខ្ញុំចង់ទិញផ្ទះវីឡាមួយក្នុងនៅជីក្រុងកាន់តែដាច់ស្រយាលកាន់តែល្អបែបដែលគ្មានអ្នកណាអាចរកឃើញខ្ញុំបានទៅហាងមាសដើម្បីដូរមាសទាំងអស់នោះទៅជាទ្រព្យសម្បត្តិបន្ទាប់ពីរៀបចំផ្ទះវីឡារួចរាល់ខ្ញុំក៏បានបើកមជ្ឈមណ្ឌលសង្គ្រោះសត្វអនិច្ចាខ្ញុំដឹងថាពេលដែលគ្រោះមហន្តរាយកម្ដៅខ្លាំងមកដល់សូម្បីតែមនុស្សក៏ពិបាកនឹងទប់ទល់ជាមួយសត្វដែលផ្លាស់ប្ដូររូបរាងដែរមានតែសត្វទាំងនោះទេដែលអាចការពារខ្ញុំបានខ្ញុំក៏បានតាក់ទងទៅអ្នកផ្គត់ផ្គង់អាហារនិងទំនិញធំជាងគេប្រចាំតំបន់ខ្ញុំចង់បានអាហារនិងសម្ភារៈទាំងអស់ដែលមាននៅក្នុងដៃរបស់អ្នកមានប៉ុន្មានយកប៉ុណ្ណឹងរឿងតម្លៃមិនមែនជាបញ្ហាទេក្រុមការតាក់ទាញនៃប្រាក់ចំណេញដ៏ច្រើនមិនយូរប៉ុន្មានពួកគេបានដឹកជញ្ជូនឡានធំដែលពោពេញដោយសម្ភារៈមកឲ្យខ្ញុំក៏បានតាក់ទងទៅវិស្វករធារាសាស្ត្រម្នាក់ហើយបានអញ្ជើញគាត់មកផ្ទះវីឡារបស់ខ្ញុំដើម្បីរចនាស្ថានីយ៍វារីអគ្គិសនីខ្នាតតូចមួយមិនយូរប៉ុន្មានក្រុមការងារសំណង់3ក្រុមបានមកដល់ទីតាំងហើយចាប់ផ្ដើមខូងដីដើម្បីសាងសង់ស្ថានីយ៍ទឹកមើលទៅសកម្មភាពដ៏មានញឹករបស់ក្រុមការងារសំណង់ខ្ញុំក៏លួចស្រមៃដល់ពេលគ្រោះមហន្តរាយមកដល់ប្រពន្ធខ្ញុំដឹងថាខ្ញុំរស់នៅយ៉ាងមានសុភមង្គលបែបនេះមានទាំងទឹកមានទាំងភ្លើងព្រមទាំងមានស្បៀងអាហារយ៉ាងច្រើនមិនដឹងជានាងនឹងមានអារម្មណ៍យ៉ាងណាឡើយមិនយូរប៉ុន្មានស្ថានីយ៍ទឹកត្រូវបានសាងសង់រួចរាល់ខ្ញុំបានទិញទូទឹកកកជាច្រើននៅក្នុងនោះសុទ្ធសឹងតែជាសាច់ស្រស់និងបន្លែផ្លែឈើដើម្បីធានាថាស្បៀងរបស់ខ្ញុំមិនត្រូវបានអ្នកដទៃតាមយាយីខ្ញុំបានចិញ្ចឹមឆ្មានិងឆ្កែអនេថាយ៉ាងច្រើនថ្ងៃនេះខ្ញុំកំពុងលួងលោមឆ្មាថ្មីមួយក្បាលដែលទើបតែមកដល់ខ្ញុំមើលដឹងថាឆ្មានេះចាប់ផ្ដើមផ្លាស់ប្ដូររូបរាងហើយចំពេលនោះដែរខ្ញុំក៏បានឃើញឈូសឹងដែលនៅផ្ទះទល់មុខគ្នាគេតែងតែមិនត្រូវគ្នាជាមួយខ្ញុំជានិច្ចជាតិមុនក៏ជាគេដែរដែលតែងតែនិយាយចាក់រូបនៅក្បែរត្រចៀកប្រពន្ធខ្ញុំធ្វើឲ្យខ្ញុំត្រូវគេដេញចេញពីផ្ទះរហូតដល់ត្រូវកម្ដៅថ្ងៃស្លាប់សាច់ល្អបែបនេះឯងបែរជាយកមកឲ្យសត្វស៊ីឯងមានឈួតទេមែនទេឯងទេដែលឈួតអូហូចេះតែមាត់វិញផងតើមិនប្លែកទេដែលប៉ាម៉ាក់ក្មេងឯងថេរឿងឯងជាប្រុសស៊ីបាយកកនោះមិនទាន់ទាំងឲ្យខ្ញុំទៅបាត់ផងឈូសឹងក៏ដើរចេញបាត់ទៅខ្ញុំយកភ្លាមថាអានឹងច្បាស់ជាទៅដឹងពិតមែនអត់ខុសទេវាកំពុងយំរៀបរាប់ប្រាប់ប្រពន្ធខ្ញុំទាំងទឹកភ្នែកទឹកសម្បោថែមទាំងថែមថយសាច់រឿងទៀតផងឯប្រពន្ធខ្ញុំវិញពេលឃើញសង្សារចាស់របស់ខ្លួនត្រូវគេធ្វើបាបបែបនេះក៏នាំម៉ែរបស់នាងមកកាត់ក្តីជាមួយខ្ញុំភ្លាមប្រពន្ធខ្ញុំបានទាត់ចានបាយឆ្មាខ្ទៀតអស់មនុស្សសំបីតែម្ហូបល្អក៏គ្មានហូបផងបែរជាសោដល់វិញឆ្មាស៊ីទៅវិញជួងបីហ្វានឯងពិតជាបំផ្លាញគ្រួសារមែនចង់ឲ្យខ្ញុំវាឯងមែនទេមែនហើយបើជាខ្ញុំវិញខ្ញុំច្បាស់ជាមិនយកសាច់ល្អបែបនេះទៅឲ្យសត្វស៊ីឡើយខ្ញុំច្បាស់ជាយកទៅដឹងគុណដល់លោកប៉ាអ្នកម៉ាក់ក្មេកហើយដឹងអញ្ចឹងការពីដំបូងគួរតែឲ្យកូនស្រីខ្ញុំការជាមួយឈូសឹងទៅល្អជាងការជាមួយឯងមានប្រយោជន៍អីនិយាយរួចពួកគេទាំងពីរនាក់ក៏ស្ទុះមកវីដំច្រំធាក់លើរូបខ្ញុំពួកឯងរស់បានមិនយូរទៀតទេខ្ញុំច្បាស់ជាឲ្យពួកឯងមើលមកខ្ញុំឲ្យច្បាស់ជាមិនខានបន្ទាប់ពីត្រូវគេវីដំលើកនេះខ្ញុំកាន់តែប្រុងប្រយ័ត្នជាងមុនក្នុងការលួចផ្ដល់អាហារដល់ឆ្មាអនិច្ចានៅក្នុងបុរីចុងក្រោយក្រោមការផ្ដល់អាហារយ៉ាងយកចិត្តទុកដាក់របស់ខ្ញុំសត្វអនិច្ចាយ៉ាងច្រើនបានស្និទ្ធស្នាលជាមួយខ្ញុំហើយសីតុណ្ហភាពក៏ចាប់ផ្ដើមកើនឡើងបន្តិចម្ដងកម្ដៅថ្ងៃដ៏ខ្លាំងបានបន្តអូសបន្លាយអស់រយៈពេលមួយសប្តាហ៍ពេញដោយមិនព្រមចុះហើយថែមទាំងមាននិន្នាការកើនឡើងខ្លាំងទៅទៀតផងពេលនេះទើបគ្រប់គ្នាដឹងខ្លួនថាមានអ្វីមិនប្រក្រតីព្រមទាំងមានអ្នកជំនាញចេញមកវិភាគផងដែរតាមការស្រាវជ្រាវបានបង្ហាញថាផែនដីបច្ចុប្បន្នបានឈានចូលដល់យុគសម័យគ្រោះមហន្តរាយកម្ដៅខ្លាំងអ្នកស្រាវជ្រាវបានរកឃើញថាសត្វជាច្រើនបានចាប់ផ្ដើម